និយាយទៅក្នុងនេះគឺឯកសារតាំងប្រមាណ2លានកន្លះទំព័រហ្នឹងគឺស្ថិតនៅក្នុងទីនេះតែមួយទេកាលពីទីនៅទីតាំងចាស់យើងប្រើបន្ទប់រហូតដល់ទៅ3ដើម្បីអាចថែរក្សាឯកសារទាំងអស់នេះបានប៉ុន្តែនៅពេលដែលយើងបដូរមកកន្លែងនេះដោយសារយើងបដូររបៀបបែបបទនៃការទុកដាក់ដែលយើងប្រើប្រភេទទូរបៀបអញ្ចេះវិញយើងអត់ប្រើអាទូអចល័តទេប៉ុន្តែយើងប្រើទូចល័តរបៀបអញ្ចេះវិញអញ្ចឹងវាចំណេញ space បានច្រើនអញ្ចឹងហើយឯកសារទាំងអស់ហ្នឹងគឺអាចថែរក្សានៅក្នុងកន្លែងតែមួយទេអញ្ចឹងណាហើយចំពោះឯកសារសំណុំរឿងទាំងអស់ហ្នឹងដូចជំនឿខាងដើមអញ្ចឹងវាគឺជាសមិទ្ធផលនៃដំណើរការនីតិវិធីតុលាការទាំងស៊ើបអង្កេតនិងជំនុំជម្រះក្តីហើយសំណុំរឿងទាំងអស់ហ្នឹងមាន7សំណុំរឿងលេខ1យើងមានដូចសំណុំរឿងលេខ2យើងមានខៀវសំផននួនជាអៀងសេរីនិងអៀងធីរិតបាទចំពោះសំណុំរឿងលេខ3យើងមានមាសមុតមានស៊ូមេតអីចឹងទៅបណ្ណសារទាំងអស់ហ្នឹងវាមានតម្លៃផ្នែកច្បាប់ហើយក៏ដូចជាតម្លៃជាប្រវត្តិសាស្ត្រស្របទៅនឹងអ្វីដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងបំពេញបន្ថែមរវាងរដ្ឋាភិបាលកម្ពុជាជាមួយនឹងអង្គការសហប្រជាជាតិដែលត្រូវបន្តគ្រប់គ្រងនិងថែរក្សាបណ្ណសារទាំងអស់ហ្នឹងទៀតហើយថែរក្សាឲ្យស្របទៅនឹងបទដ្ឋានអន្តរជាតិដើម្បីឲ្យវាស្ថិតនៅគង់វង្សយូរអង្វែងទី1យើងបានសាងសង់បន្ទប់នេះដែលស្របទៅនឹងលក្ខខណ្ឌនានាសម្រាប់ថែរក្សាបណ្ណសារជីវភាពកណ្ដាស់ហ្នឹងប្រព័ន្ធគ្រប់គ្រងទី1ទាំងប្រព័ន្ធសុវត្ថិភាពទី2ទាំងប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពគឺយើងមាននៅទីនេះយើងមានម៉ាស៊ីនត្រជាក់បើក24ម៉ោងរក្សាសីតុណ្ហភាពនៅក្នុងនេះខ្ទង់ល្បាក់22ដឺក្រេហើយនឹងប្រព័ន្ធសម្រាប់រក្សាសំណើមនៅក្នុងបន្ទប់ឲ្យមានកម្រិត1ថេហើយអាចទទួលយកបានប្រព័ន្ធសំណើមហ្នឹងគឺវាដើរអូតូម៉ាទិកនៅពេលដែលកម្រិតសំណើមនៅក្នុងបន្ទប់ឡើងខ្ពស់អញ្ចឹងប្រព័ន្ធហ្នឹងវានឹងដើរឲ្យបឺតអាសំណើមហ្នឹងនឹងចេញដោយសារតែចំនួនឯកសារមានច្រើនហើយយើងប្រើប្រាស់ជាប្រភេទធ្នើរអចល័តអញ្ចឹងវាទាមទារឲ្យគ្រឹះរបស់យើងនេះគឺមាំអាចទ្រទម្ងន់បានធ្ងន់កាលពេលដែលយើងមូមកទីនេះដំបូងហ្នឹងគឺថាគ្រឹះនេះគឺអាចទ្របានខ្ទង់ប្រហែលជាខ្ទង់ប្រហែលជា300គីឡូក្នុង1ម៉ែត្រការ៉េទេប៉ុន្តែបើយើងប្រើពួកអាទូអចល័តចេះវិញដោយសារទម្ងន់ទី1ទម្ងន់ទូទី2ទម្ងន់ឯកសារអញ្ចឹងយ៉ាងហោចណាស់ក៏គ្រឹះយើងអាចត្រូវតែអាចទ្រទម្ងន់បានមកតោន3ក្នុង1ម៉ែត្រការ៉េដែរពេលដែលយើងចាប់ដើមមកបដូរមកទីតាំងនេះហ្នឹងគឺថាក្រមវិស្វករគឺគាត់គាស់អាគ្រឹះចាស់ហើយគាត់ត្រូវបុកគ្រឹះឡើងវិញដើម្បីអាចទ្របានទម្ងន់ដែលយើងចង់បាននៅពេលដែលសាងសង់ហើយហ្នឹងគឺថាក្រមវិស្វករគាត់អះអាងថាវាអាចទ្របានរហូតដល់1តោនកន្លះក្នុង1ម៉ែត្រការ៉េហើយវាសមស្របទៅនឹងអ្វីដែលយើងដែលចង់បានដើម្បីអាចទ្រទម្ងន់ដ៏ធ្ងន់របស់ឯកសារនិងទូនឹងដោយឡែកដោយហេតុថាបន្ទប់នោះវានៅជាប់ផ្ទាល់ដីអញ្ចឹងដើម្បីការពារសំណើមដែលវាអាចមកពីក្រោមដីវិញអញ្ចឹងនៅចន្លោះអាគ្រឹះបេតុងហ្នឹងបេតុងយើងមាន2ស្រទាប់អញ្ចឹងនៅចន្លោះបេតុងហ្នឹងគេមានដាក់អាកម្រាលការពារជំរាបទឹកនៅចន្លោះហ្នឹងទៀតដើម្បីការពារជំរាបទឹកពីខាងក្រោមហើយចំពោះអាធ្នើរឯកសារនៅក្នុងនេះដើម្បីការពារហានិភ័យពាក់ព័ន្ធជាមួយនឹងជំនន់ក៏យើងមិនប្រើធ្នើរនៅខាងក្រោមមកអស់យើងរក្សាទុកទំនេរទូនៅនេះយើងប្រើជាដូចជំលើកខាងដើមជាទូចល័តវាមាន2វាមានទូចល័តដោយប្រើដៃសម្រាប់វិលបើកនិងទូចល័តមួយទៀតជាប្រភេទអេឡិចត្រូនិកអញ្ចឹងដែលទូចល័តដែលយើងប្រើនៅនេះគឺយើងជាហៅថាទូចល័តបែបអេឡិចត្រូនិកអញ្ចឹងហើយយើងអត់មានដៃវិលដើម្បីបើកទេយើងប្រើប៊ូតុងដើម្បីបើកទូនីមួយហ្នឹងបាទមិញខ្ញុំបាននិយាយពីលក្ខខណ្ឌបន្ទប់ដែលយើងសាងសង់ដើម្បីឲ្យស្របទៅនឹងបទដ្ឋានមួយអាចថែរក្សាបណ្ណសាររបស់យើងឲ្យបានយូរឲ្យស្ថិតនៅគង់វង្សបានយូរអង្វែងទី2ហ្នឹងដែលតម្រូវឲ្យយើងធ្វើការថែរក្សាឲ្យបានត្រឹមត្រូវហ្នឹងគឺថាយើងទុកដាក់ឯកសារសំណៅរឹងហ្នឹងគឺស្ថិតនៅក្នុងប្រភេទគេហៅថាជាតិនេះជាសម្ភារៈដែលមិនមានជាតិអាស៊ីតដែលទប់ទល់នឹងការប៉ះពាល់ដោយផ្ទាល់រវាងបរិយាកាសនៅជុំវិញហ្នឹងទៅនឹងកណ្ដាស់ហ្នឹង